អំបិលពងមាន់យកតែផ្នែកពណ៌លឿងទេយកផ្នែកពណ៌សទេមានស្ករទឹកដោះគោស្រស់ហើយនឹងម្សៅនំខ្ញុំយកតែ120 ក្រាមតែប៉ុណ្ណោះមកហើយឥឡូវយើងចូលមកមើលវិធីធ្វើទាំងអស់គ្នាម្សៅនំដែលយើង120 ក្រាមចូលក្នុងចានរបស់យើងរួចយើងយកពងមាន់តែយកតែបោះតែរួចចាក់ដាក់គោចូល5ស្លាបព្រាបាយរួចយើងកូរវាឲ្យចូលបើយើងខុសណាស់ទឹកយើងអាចដាក់ទឹកកកថែមទៅទៀតចូលយើងដាក់ថែម2 10នាទីទៀតយើងកូរវាឲ្យមកម្សៅទាំងអស់របស់យើងសម្សៅយើងកូរវាឲ្យមកយើងធ្វើចិត្តមករួចយើងដាក់ស្ករតាមចំណូលចិត្តដែលយើងត្រូវការខ្ញុំដាក់ឲ្យស្លាបព្រាទេចូលទៅក្នុងនំរួចយើងកូរវាឲ្យសព្វរួចជាទឹកកកទឹកមកនឹងនៅពេលដែលយើងកូរស្ករបានរលាយអស់ហើយយើងចាប់ដាក់អំបិលយើងដាក់តាមចុងកាហ្វេទឹកណារួចយើងកូរឲ្យចូលក្នុងសាច់នំដែលយើងធ្វើរួចយើងបន្ថែមខ្លាញ់1 ស្លាបព្រាកាហ្វេឆ្នាំងរបស់យើងឲ្យវាចូលសាច់គ្រប់ទាំងអស់រួចយើងដាក់ឆ្នាំងរបស់យើងរួចយើងដាក់វារបស់យើងទៅតាមអ្វីដែលយើងកំណត់យើងដាក់វាឲ្យក្តៅរួចដើម្បីឲ្យវាវត្តនំរបស់យើងទៅឆ្ងាញ់បាត់រួចយើងបើកម្លោហើយយើងដល់ទៀតដើម្បីកុំឲ្យជាតិរបស់វាធ្លាក់ទៅក្រោមរួចយើងចាប់ដាក់នំចូលក្នុងឆ្នាំងរបស់យើងរួចយើងដាក់វាឲ្យពេញទៅក្នុងពុំរបស់យើងលោកចាំដល់ម៉ាស៊ីនលោតទៅយើងបើកនំហើយនៅពេលដែលវាឆ្អិនយើងក៏អាចប្រើវាបានដែរហើយនំនេះឆ្អិនហើយគាត់តែបើកមកឡើងឈ្ងុយណានំយើងមូលស្អាតតែម្ដងហើយយើងមានអីបើយើងចង់ញ៉ាំអីផ្អែមយើងអាចយកទឹកអីមួយដែលយើងចូលចិត្តឬក៏សូកូឡាទឹកដោះគោអីយើងអាចយកមកលាបលើនឹងបានយកដាក់កយកមកមួយពីលើនឹងទឹកអូយើងក៏ដល់ទីវៃចាប់ដែរជម្រាបលាអរគុណ